Vàជំរាបសួរនិងសួស្តីទាំងអស់គ្នាយើងមកចូលមកកាន់វីដេអូបន្តដែលយើងចូលដល់វីដេអូបន្តដែលយើងតាក់ទងជាមួយនឹង input function អញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំបញ្ចូលតាក់ទងជាមួយនឹងលំហាត់អញ្ចឹងខ្ញុំមានដូចជា3លំហាត់ក្នុងការលើកឧទាហរណ៍បន្តពីវីដេអូមុនដែលតាក់ទងនឹង input function អញ្ចឹងតោះយើងចាប់ផ្ដើមចូលទៅកាន់ឧទាហរណ៍អញ្ចឹងនៅក្នុងឧទាហរណ៍នោះថាខ្ញុំដាក់ថាមាន random tall car មួយនៅក្នុង random car របស់ខ្ញុំនេះគឺខ្ញុំឲ្យ input ឲ្យ user មានសំណួរទៅកាន់ user ថា what kind of rental បាទ rental car would you like អូខេអញ្ចឹងនេះជាសំណួររបស់ខ្ញុំទៅកាន់ user ឲ្យគាត់អាចដាក់គេបានអញ្ចឹងណាហ្នឹងហើយអូខេបាទបន្ទាប់ពីខ្ញុំបានដាក់ឲ្យប៉ុណ្្នឹងហើយខ្ញុំមានសំណួរតទៀតគឺខ្ញុំឲ្យ print អូខេ print string /n អូខេ let me see if I can find you អញ្ចឹងខ្ញុំដាក់ឈ្មោះrental អូខេ rental car របស់ខ្ញុំនឹងមកអូខេបន្ទាប់ពីខ្ញុំបានដាក់ហើយគឺវានឹងចាញ់ឲ្យយើងបានសួរបានណាអូខេ and then បន្ទាប់មកប៉ុណ្នេះគឺខ្ញុំអាចយកមក run មកអូខេខ្ញុំយកមក run មកបាទឧទាហរណ៍យើង run អូខេអញ្ចឹងវានឹងសួរមកយើងនេះសួរថា what kind of rental car would you like អីចឹងទៅអញ្ចឹងឧទាហរណ៍យើងដាក់ថា BMW អូខេដាក់ប៉ុណ្្នឹងមកអូខេអញ្ចឹង let me see if I can find you BMW អូខេអញ្ចឹងឡើយនេះគឺវាជាឧទាហរណ៍សាមញ្ញដូចតាក់ទងនឹងវីដេអូមុនដែរទេអញ្ចឹងគ្រាន់តែនេះគឺជាលំហាត់ដែលយើងអាចប្រើទៅលើ user input របស់យើងបានណាហ្នឹងហើយនេះវាអាចនឹង repeat មកឲ្យយើងវិញតាក់ទងជាមួយនឹងអីដែលយើងបានដាក់នៅកន្លែងនេះព្រោះ rental car គឺស្មើជាមួយនឹងសំណួរមួយនេះពេលយើងដាក់ទៅវាចូលបន្តនេះឲ្យតទៀតអញ្ចឹងណាហ្នឹងហើយអូខេបន្តមកទៀតចូលទៅកាន់ exercise 2នៅក្នុង exercise 2នេះវាមិន copy exercise មួយទេប៉ុន្តែនៅក្នុង exercise 2នេះគឺខ្ញុំប្រើទៅលើ if else អញ្ចឹងនៅក្នុងនេះឧទាហរណ៍ខ្ញុំដាក់ថា restaurant អូខេ restaurant sitting តាក់ទងនឹងកៅអីអង្គុយណានៅតាក់ទងការកៅអីអង្គុយអូខេស្មើជាមួយនឹង input អូខេ input ហើយនឹងមានសំណួរមួយសួរថា how many people are in your dinner group អូខេអញ្ចឹងមានសំណួរមួយសួរថា how many people are in your dinner group អញ្ចឹងបន្តមកទៀតគឺខ្ញុំដាក់ថា restaurant អូខេ restaurant បាទ sitting ហ្នឹងគឺស្មើជាមួយនឹងអានេះគឺខ្ញុំដាក់ជា integer ហើយដោយសារលេខជាទូទៅយើងកំណត់ឲ្យវាអត់ឲ្យចុចទេគាត់ចង់មកប្រហែលអ្នកអញ្ចឹងទៅគឺ5អ្នក6អ្នក8អ្នកអញ្ចឹងណាគឺជាលេខគត់អូខេអញ្ចឹង restaurant អូខេ restaurant sitting ហ្នឹងមកអូខេបាទ restaurant sitting អូខេដូចជា save restaurant comment អូខេអញ្ចឹងខ្ញុំសូម copy file នេះមកទៅជៀសវាងកុំឲ្យវាខុសបាទអូខេអត់ខុសទៀតទេអូខេអញ្ចឹងបន្ទាប់ពីយើងបានដាក់ integer នៅកន្លែង restaurant sitting ដែលយើងបានដាក់ហើយគឺខ្ញុំចាប់ផ្ដើមកំណត់កៅអីអង្គុយអញ្ចឹងបើសិនជាខ្ញុំថា if បើសិនជា restaurant នេះវាសេខុសទៀតឡើយTUOANT បាទអូខេអញ្ចឹងបើសិនជា restaurant sitting នេះគឺមកចាប់ពី8អ្នកឡើងទៅខ្ញុំឲ្យ print ថា your table is ready អូខេប៉ុន្តែបើសិនជាមកអត់ចាប់ពី8អ្នកទេខ្ញុំដាក់ថា print ដែរខ្ញុំដាក់ថា you will have to wait for a table ហើយរងចាំសិនអញ្ចឹងណាអូខេអញ្ចឹងក្នុង exercise នេះគាត់ខ្ញុំបញ្ចូលតាក់ទងជាមួយនឹង if else ចូលទេអញ្ចឹងវាសាមញ្ញដែរទេអញ្ចឹងថាបើសិនជាខ្ញុំសុំ clear នេះចោលសិន and then ខ្ញុំយកវាមក run អូខេបាទអញ្ចឹងវានឹងសួរថាមកប្រហែលអ្នកអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ថា5អ្នកអញ្ចឹងបើសិនខ្ញុំដាក់ថា5អ្នកគឺវានឹងចេញថា you will have to wait a table អូខេអញ្ចឹងចេញ you will have to wait for a table អូខេអញ្ចឹងលំហាត់នេះគឺសាមញ្ញទេឥឡូវយើងចូលដល់លំហាត់លេខ3មកលេខ3នៅក្នុងលំហាត់លេខ3នេះដែរគឺខ្ញុំឲ្យ enter តាក់ទងជាមួយនឹង number ហើយខ្ញុំបានប្រើប្រាស់តាក់ទងជាមួយនឹង value ចូលដែរប៉ុន្តែខ្ញុំប្រើតែ if else ទេទី3ខ្ញុំប្រើ if else ដែរទេអូខេតោះឥឡូវឧទាហរណ៍បើសិនជាខ្ញុំមានតាក់ទងជាមួយនឹង multiple of 10ចាអញ្ចឹងក្នុង multiple of 10នេះខ្ញុំប្រើ input អូខេ and then ខ្ញុំ enter number អញ្ចឹងខ្ញុំឲ្យ user enter number អូខេបន្ទាប់ពីឲ្យ user enter number ហើយខ្ញុំដាក់ថា អូខេ multiple of 10នេះស្មើជាមួយនឹងខ្ញុំកំណត់ចំនួនលេខទៅហើយដាក់ integer គឺ multiple បាទ of 10អូខេបន្ទាប់ពីដាក់ប៉ុណ្្នឹងហើយខ្ញុំប្រើតាក់ទងជាមួយនឹង if else ខ្ញុំថា if បើសិនជា multiple of yes of 10នេះគឺវាចែកជាមួយនឹង10ដែរបាទវាចែកដាច់គឺសំណល់ណាឥឡូវ0អញ្ចឹងបើសិនជាចែកដាច់គឺខ្ញុំឲ្យ print ថាមកយើ print ថា the number គឺនេះខ្ញុំបញ្ចូលទៅ multiple អូខេ of 10អូខេអញ្ចឹងបើចែកដាច់អូខេខ្ញុំឲ្យវា print the number ដែលខ្ញុំបានដាក់លេខហ្នឹង is a multiple of 10នេះយ៉ាងទៅចែកដាច់10អីចឹងណាតែបើសិនជាអត់ទេខ្ញុំឲ្យវា print ដែរខ្ញុំ print ថា the number អូខេ multiple of 10 okay is not a multiple of 10អូខេតោះអញ្ចឹងបន្ទាប់ពីខ្ញុំបានដាក់ប៉ុណ្ណឹងខ្ញុំសុំ clear and then ខ្ញុំយកមក run អូខេយកមក run មកអូខេអញ្ចឹងខ្ញុំអាច enter number របស់ខ្ញុំបានហើយឧទាហរណ៍ខ្ញុំដាក់ថាលេខ10ចុះអញ្ចឹងលេខ10តើវាជា multiple of 10 អត់បាទវាជា multiple of 10 the number 10 is multiple of 10បាទអញ្ចឹងតើតងជាមួយលំហាត់នៅក្នុងវីដេអូនេះគឺមានប៉ុណ្្នឹងទេមាន3លំហាត់បន្តមកទៀតនៅក្នុងវីដេអូក្រោយខ្ញុំបញ្ចូលតើតងជាមួយនឹងintroducing in value អូខេអរគុណច្រើនជម្រាបលា